បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានវីដេអូថ្មីមួយទៀតហើយដោយថ្ងៃនេះយើងមានកម្មវិធីរបស់សាលាមត្តេយ្យសិក្សាធនធានតាតុកមួយដែលជាសាលារបស់កូនស្រីរបស់ខ្ញុំគាត់រៀននៅទីនោះជារៀងរាល់ថ្ងៃហើយថ្ងៃនេះសាលាមានកម្មវិធីមួយដឹកនាំកូនទៅទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិខេត្តបាត់ដំបងហើយព្រឹកឡើងក៏មកជួបជុំគ្នាគ្រប់ទងជាតិរួចក៏នាំគ្នាឡើងឡានហើយកូនគាត់ស្ដាប់បង្គាប់មែនទែនគាត់ឡើងឡានទាំងក្តីរីករាយស្ដាប់អ្នកគ្រូបានណែនាំដំណើរទស្សនកិច្ចសិក្សានេះអ្នកគ្រូគាត់បានចែកជា2ក្រុមទី1ក្រុមប៉ាម៉ាក់និងអាណាព្យាបាលដែលខ្ញុំថតនេះហើយទី2កូនដែលឡានមួយផ្សេងទៀតហើយកូនក៏នៅជាមួយអ្នកគ្រូក៏ជួយពួកយើងទៅនេះទៅមិនមែនទៅអីទេគឺទៅជួយមើលកូនព្រោះអីកូនបើមិនមានប៉ាម៉ាក់ទៅជាមួយទេគឺអ្នកគ្រូគ្រប់គ្រងអត់បានទេព្រោះសិតតែតូចព្រោះថ្នាក់មត្តេយ្យទៅដល់សារមន្ទីរភ្លាមក្រុមការងារនៅទីនោះក៏បានណែនាំខ្លួនអីបន្តិចហើយក៏ឲ្យកូនទៅចូលកន្លែងរោងសម្រាប់ញ៉ាំអាហារពេលព្រឹកហើយនៅក្នុងហ្នឹងមានអាហារសម្រន់ហ្នឹងមាននំបាទមាននំមានទឹកដោះគោមានទឹកសុទ្ធអីចឹងទៅឲ្យគាត់ញ៉ាំឃើញគាត់ញ៉ាំសប្បាយហើយប៉ាម៉ាក់នៅជាមួយនឹងជួយមើលកូននៅកន្លែងញ៉ាំបាយហ្នឹងគឺមានសភៅមានអីច្រើនសម្រាប់កូនឬក៏យើងដែលចូលទៅហ្នឹងអាចមើលបានញ៉ាំបាយញ៉ាំនំហើយមិនទាន់បានប្រមាណផងក៏នាំគ្នាចង់ចូលបន្ទប់ទឹកអញ្ចឹងសុំឲ្យមកយាយជូនទៅហ្នឹងហើយជូនទៅដល់កន្លែងមុខបន្ទប់ទឹកចាំយូរពេកហ្នឹងក៏ថតមកប៉ុស2ប៉ុសសិនណា2អ្នកឪពុកកូនមិនដឹងធ្វើអីហ៎ចូលបន្ទប់ទឹកហើយត្រឡប់មកវិញលោកគ្រូដែលជាកាយហ្នឹងគាត់ណែនាំខ្លួនគាត់ប្រាប់ពីរបៀបរបបមុននឹងយើងដើរទៅទស្សនកិច្ចហ្នឹងទៅមើលពីវត្ថុផ្សេងមកដល់រូបទី1ហ្នឹងគឺមានរូបលោកតាដំបងកញ្ញុងនិងគ្រឿងក្រែនេះមានគ្រឿងសង្ហារឹមនឹងពីជំនាន់ណាដែរខ្ញុំភ្លេចបាត់ហើយវីដេអូនេះយូរដែរហើយអញ្ចឹងគាត់បានបញ្យល់ប្រាប់ពីដំណើររឿងដែលលោកតាដំបងកញ្ញុងហ្នឹងគាត់មកពីណាហើយយើងត្រូវគោរពបូជាយ៉ាងម៉េចហ្នឹងខ្ញុំក៏ភ្លេចដែរព្រោះវីដេអូ view ប៉ុន្តែឃើញសកម្មភាពកូនអត់បងប្អូនក្មេងៗគាត់មើលទៅគឺគាត់ស្ដាប់បង្គាប់គាត់អង្គុយគាត់សំពះគាត់ត្រង់ត្រាប់ស្ដាប់ការណែនាំរបស់លោកគ្រូដែលជាកាយហ្នឹងចេញពីនឹងមកក៏ចូលទៅក្នុងអគារដែលដាក់តាំងបង្ហាញនៅរូបសំណាកផ្សេងអូនិយាយពីថាលោកគ្រូខំបញ្យលណែនាំអញ្ចឹងទៅកូនក៏ស្ដាប់គាត់សួរសំណួរគាត់អីអញ្ចឹងណាគាត់ជាយាមសួរឲ្យក្មេងៗឆ្លើយថារបស់អីរបស់នេះរបស់អីគាត់និយាយម្ដងអញ្ចឹងទៅក៏គាត់សួរតើលោកគ្រូនិយាយមុនហ្នឹងនិយាយថាម៉េចស្ដាប់បានអត់អីអត់អញ្ចឹងគាត់ព្យាយាមរំលេចសំណួរឲ្យក្មេងៗគាត់យល់និងចាប់បានអំពីអ្វីដែលគាត់ចង់និយាយហើយនៅក្នុងសារមន្ទីរជាតិខេត្តបាត់ដំបងនេះគឺជាកន្លែងដែលសិក្សាគួរដែលបងប្អូនមកទស្សនាកំសាន្តភ្នែកផងបាននៅចំណេះដឹងផងព្រោះនៅក្នុងទីនេះមានវត្ថុជាច្រើនដែលយើងមិនដែលឃើញដូចទាំងសាលាចរិតនេះអីហ្នឹងគឺបងប្អូនអាចមកមើលបានអាចសិក្សាអាចអីបានអញ្ចឹងណាបាទនៅក្នុងហ្នឹងមានរបស់របរក្បូរក្បាច់រចនាច្រើនហើយលោកគ្រូមិញហ្នឹងមុនហ្នឹងលោកគ្រូគាត់និយាយអត់មានសំឡេងមីក្រូទេប៉ុន្តែដល់ពេលមើលទៅអត់កើតតែក្មេងៗគាត់លោឡាអញ្ចឹងទៅដូចជាគ្រប់គ្រងក្មេងៗអត់តាន់ស្ដាប់និយាយស្ដាប់គ្នាអត់ឮអញ្ចឹងទៅក៏យកមីក្រូមកដាក់ជំនួយវិញហើយនិយាយពីថាអ្នកគ្រូហើយនឹងម៉ាក់ប៉ាហ្នឹងនិយាយពីដល់ហើយរវល់ដេញចាប់ក្មេងៗព្រោះអីខ្លាចទៅប៉ះថ្មខ្លាចទៅប៉ះនេះប៉ះនោះធ្លាក់អីចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅមានណារវល់ដេញទៅចាប់កូនចាប់ចៅនឹងឯងទាំងយើងទាំងគេទាំងខ្ញុំទាំងអ្នកគ្រូទាំងម៉ាក់ផ្សេងទៀតគឺគាត់ចូលទៅរៀងហត់បន្តិចក៏ប៉ុន្តែពួកយើងសប្បាយពេលដែលឃើញកូនបានចេះនៅចំណេះដឹងទាំងអស់នឹងបានចូលរួមប្រឡូកនៅក្នុងកិច្ចការងារសង្គមហ្នឹងនេះឲ្យគាត់ស្គាល់អំពីសង្គមខាងក្រៅណាមិនមែនស្គាល់តែខាងក្នុងសាលាទេជាចុងក្រោយនៃកម្មវិធីហ្នឹងគឺ
លោកគ្រូកាយហ្នឹងគាត់នាំមកកន្លែងពុទ្ធរូបឲ្យកូនកូនថ្វាយបង្គំអីចឹងទៅព្រោះកូនចេះសូត្រធម៌ដែរក្រោយពីនឹងមកក៏នាំគ្នាញ៉ាំបាយថ្ងៃត្រង់ញ៉ាំបាយថ្ងៃត្រង់ហ្នឹងម៉ោងដូចជាម៉ោង9 កន្លះអីទេបាទប៉ុន្តែដោយសារបានញ៉ាំពេលព្រឹកញ៉ាំតែអាហារសម្រន់មាននំដូចមុនហ្នឹងចឹងណាមានតែនំញ៉ាំបាយញ៉ាំអីរួចហើយក៏ឲ្យកូនតម្រង់ជួររាប់ចំនួនគីឡូបាត់គីឡូអីតណាតណីចូលបន្ទប់ទឹកអីរាប់ហើយអញ្ចឹងទៅក៏ឲ្យឡើងឡាននិយាយពីឡើងឡានឲ្យរត់ទៅជួយបណ្ឌិតដល់យល់ថាចាប់សឹងតែមិនតាន់ទាំងកូនគេទាំងកូនខ្ញុំសប្បាយណាស់ហើយចេញពីសារមន្ទីរហ្នឹងមកក៏អ្នកគ្រូនាយកក៏ឈៀងចូលទៅកន្លែងពុទ្ធមណ្ឌលពអកកម្ពុជានៅភូមិអីទេតែផ្លូវទៅបណ្ណហ្នឹងក៏ឲ្យកូនចូលទៅលេងទៅមើលកំសាន្តមានសัตว์មានត្រីមានអីរត់លេងប្រសាចពេញវត្តពេញដីកន្លែងលោកហ្នឹងឯងនិយាយថាចុះពីឡានទៅដូចក្តាមបាទម៉ែឪនឹងរត់ទៅតាមហើយក៏ឲ្យលេងហើយទៅក៏និមន្តប្រសង់មកផ្ដល់ឱវាទឲ្យកូននេះនាំគ្នាដើរទៅចូលកន្លែងសាលាបុណ្យដើម្បីស្ដាប់ព្រះសង្ឃប្រទានឱវាទហើយកូនក៏ត្រង់ត្រាប់ស្ដាប់ទាំងអស់គ្នាអង្គុយទាំងអ្នកគ្រូទាំងកូនស្ដាប់គឺស្ដាប់ដោយយកចិត្តទុកដាក់អញ្ចឹងទាំងអស់ហ្នឹងគឺជាសកម្មភាពដែលអ្នកគ្រូគាត់បានដឹកនាំហើយយ៉ាងណាក៏សូមអរគុណដល់អ្នកគ្រូមតីធនធានតតុកមួយដែលគាត់តែងតែយកចិត្តទុកដាក់ទៅលើកូនសិស្សទាំងអស់ក្មេងរៀងធ្វើទុករោរឿងមិនក៏គាត់នៅតែជួយបង្ហាត់បង្រៀនយល់ណែនាំហើយសកម្មភាពទាំងអស់ហ្នឹងគឺជាសុទ្ធតែជាមេរៀនសម្រាប់កូនហើយយើងចេញពីហ្នឹងមកនាំគ្នាទៅផ្ទះវិញអត់មានបានថតទេឡាកូនរោរឿងគាត់ក្តៅម៉ោង11ជាង12អីហើយដល់អញ្ចឹងក្តៅគាត់រោរឿងមានបានថតទេថតតែពេលកូនចុះទៅលើឡានបន្តិចហ្នឹងគាត់ទៅផ្ទះបដ ហ្នឹងហើយវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងខុសឆ្គងមេត្តាខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយ